មូលហេតុនៃការធ្លាក់ចុះនឹងទស្សនវិស័យរយៈពេលវែងកត្តាជំរុញដែលនាំឲ្យមានការលក់ចេញយ៉ាងគំហុកភ្លាមៗគឺការតែងតាំងលោក Kevin Voss ជាប្រធានធនាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិកដោយសារតែលោកត្រូវបានគេមើលឃើញថាមានជំហរតឹងរ៉ឹងជាងបេក្ខជនដទៃទៀតការវិវត្តនេះបានជំរុញឲ្យមានការទិញត្រឡប់មកវិញដើម្បីបង្ក្រប់កិច្ចលើរូបិយប័ណ្ណដុល្លារការហក់ឡើងខ្លាំងនៃតម្លៃមាសក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីៗនេះបានធ្វើឲ្យវាងាយនឹងរងគ្រោះដោយការលក់យកប្រាក់ចំណេញការកែតម្រូវតម្លៃ 11% កាលពីថ្ងៃសុក្រដោយដែលក្រុមធនាគារ JP Morgan បានចង្អុលបង្ហាញគឺស្ថិតនៅក្នុងចំណោមថ្ងៃដែលតម្លៃមាសធ្លាក់ចុះខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររួមជាមួយការធ្លាក់ចុះ 13% នៅក្នុងខែមករាកាលពីឆ្នាំ1980និងការធ្លាក់ចុះ 12% ក្នុងខែកុម្ភៈឆ្នាំ1983ទោះជាយ៉ាងណាក៏ដោយអ្នកនិយមវិនិយោគទៅលើមាសមិនគួររុញរានោះទេអត្ថបទរបស់ធនាគារ JP Morgan បានសង្កត់ធ្ងន់ថាមាសនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីនិន្នាការនៃការធ្វើពិពិធកម្មរចនាសម្ព័ន្ធជាបន្តបន្ទាប់ទ្រព្យសម្បត្តិពិតដូចជាទំនិញអចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធផ្ដល់ផលចំណេញជាងទ្រព្យសម្បត្តិសកម្មក្រដាសដូចជាភាគហ៊ុនសញ្ញាបត្រនិងសាច់ប្រាក់គឺជាជម្រើសដែលនឹងបន្តមានប្រជាប្រិយភាពពួកគេរំពឹងថាមានតម្រូវការគ្រប់គ្រាន់ពីធនាគារកណ្ដាលហើយព្យាករណ៍ថាមាសនៅតែជាឧបករណ៍ការពារហានិភ័យនៃផលប័ត្រវិនិយោគច្រើនទម្រង់ដោយតម្រូវការវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែខ្លាំងជាងការរំពឹងទុកមុន